សួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់ឲ្យបងប្អូនមកមើលអំពីលទ្ធផលឆ្នាំ2026ពួកខ្ញុំទាំងពីរនាក់បានឈានទៅដល់ការធ្វើផ្ទះដោយខ្លួនឯងហើយការធ្វើផ្ទះនេះក៏ជាក្តីសម័យដែលពួកខ្ញុំមានតាំងពីចាប់ដៃគ្នាដំបូងគឺខ្ញុំការឲ្យចង់បានផ្ទះរស់នៅផ្សេងពីម៉ែឪអត់ចង់ពឹងពាក់លើម៉ែឪប្រហែលទេក៏ប៉ុន្តែដំបូងយើងមិនអាចចេញពីគាត់បានទេគឺយើងត្រូវការពេលវេលាត្រូវការលុយត្រូវការអីបន្ថែមដើម្បីធ្វើផ្ទះធ្វើអីខ្លួនឯងហើយកន្លែងដែលខ្ញុំធ្វើនេះបងប្អូនអើយសត្វតែព្រៃព្រៃអីព្រៃកាសាហ្នឹងមិនមែនជាព្រៃអីធំដុំអីហ្មងទេប៉ុន្តែវាជាប់ផ្លូវធំហើយថ្ងៃដែលខ្ញុំសែនធ្វើដំបូងនេះគឺថ្ងៃទី22ខែ5ឆ្នាំ2026មកដល់បច្ចុប្បន្ននេះជាងគាត់បានសាងសង់គឺចិត្តហើយគាត់រៀបអត់គាត់បូកគាត់អីហើយខាត់អីមកស្អាតហើយនៅតែតចាក់មុខអីទៀតទេគឺហើយចប់ជាស្ថាពរក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមកមើលការត្រឡប់ក្រោយបន្តិចគឺខ្ញុំចោះលុយច្រើនដោយសារតែទី1យើងត្រូវដាក់លូយើងត្រូវទិញដីចាក់អាចដីចូលអានេះយើងចាក់អាចដីចូលតែមួយគ្រោងផ្ទះឯណាបើសិនជាយើងចាក់មកពេញដីនឹងហ្មងគឺយើងគឺអស់ច្រើនឡានណាតែនេះខ្ញុំចាក់តែមកក្នុងផ្ទះឡើយទេដល់អញ្ចឹងទៅវាអត់សូវចុះលុយប្រហែលដែរអញ្ចឹងណាប៉ុន្តែក៏មិនថាអត់ចុះដែរវាចុះដែរវាក៏ចាក់ដីហ្នឹងវាចូលរាប់លានដែរហើយយើងតភ្លើងតអីទៀតតទឹកតអីទៀតភ្លើងមិនសូវអស់ប្រហែលទេអស់ច្រើនជាងគេខ្សែភ្លើងដោយសារតែវាឆ្ងាយតែពិតមើលទៅឃើញខ្សែភ្លើងនៅលើក្បាលប៉ុន្តែវាអត់មាន disconnector បំបែកអញ្ចឹងក៏យើងត្រូវទិញខ្សែភ្លើងពី disconnector កន្លែងគេដុំតង់ខ្យងគេបំបែកហ្នឹងខ្ញុំអត់សូវចេះហៅដែរប៉ុន្តែដឹងថាទិញមកអូសមកឆ្ងាយចូលចិត្ត5 600 ម៉ែត្រដល់ឥឡូវនេះយើងបានសម្រេចលទ្ធផលនឹងអស់ហើយគឺយើងដើរផុតអស់ហើយមានន័យថាយើងបានតភ្លើងតអីហើយអស់ហើយឥឡូវនឹងដល់ដាក់លូចាក់ដីបរៀបជួលត្រាក់ទ័រគេឈូសហើយក៏នាំមេមកមើលទស្សនាថាមិនដែរផ្ទះថ្មីយើងត្រូវកែកុនរៀបចំឡើយណាអញ្ចឹងណាពេលខ្លះជាងក៏អត់ដឹងច្បាស់ពីចិត្តយើងប្រហែលទេសំខាន់ខ្លួនឯងចិត្តយើងអ្នកចង់បានកន្លែងនេះកន្លែងនោះអញ្ចឹងយើងចេះតែមើលជាប្រចាំហើយណាមួយវានៅចិត្តផ្ទះយើងដែរចិត្តផ្ទះខ្ញុំដែលរស់នៅស្ថប់ថ្ងៃដែរអញ្ចឹងទៅវាចំផ្លូវដែលយើងទៅមករហូតយើងចេះឈានចូលទៅមើលឃើញថាជាងក៏ធ្វើបានស្អាតបើគាត់ដែរគឺមកអេមហ្នឹងប៉ុន្តែគាត់ថានៅខ្វះសម្ភារៈខ្វះអីច្រើនហើយគាត់ថាចិត្តហើយមែនតើណាបងប្អូនហើយចិត្តបានចប់ស្ថាពរនៅតយ៉ាក់មុខនេះទៀតគឺចប់តែម្ដងនេះបន្ទប់ទឹកខ្ញុំបង្ហាញហើយផ្ទះបាយហើយបន្ទប់ទឹកគឺគួរសមដែរប៉ុណ្នេះហើយផ្ទះនេះទំហំ7 គុណនឹង 10បងប្អូន7 គុណ 10អញ្ចឹងវាអស់ច្រើនដែរ7 គុណ 10ព្រោះថាខ្ញុំចង់ធ្វើគោលបំណងលក់អីវ៉ាន់ណាអញ្ចឹងវាត្រូវការផ្ទះតលាយហើយមានតែមកបន្ទប់ទេនៅក្នុងហ្នឹងហើយក្រៅហ្នឹងក៏ចក្រានបាយបើប្រឡោះនេះកន្លែងដាក់ម៉ាស៊ីនបោកកៅអៅអាហ្នឹង